សម្រាប់បងប្អូនភាគច្រើនក៏តែងតែឆ្ងល់តែទៅនឹង iPhone ហេតុអីបានសាកថ្មបានត្រឹមតែ80%ហើយមានអ្នកខ្លះទៀតគាត់អត់ដឹងគាត់គិតរហូតទៅដល់ថាទូរស័ព្ទ iPhone ហ្នឹងខូចថ្មឬក៏ខូចប្រព័ន្ធសាកអីចែកមួយចុះពីរចឹងទៅប៉ុន្តែនេះគឺជារឿងដែលបងប្អូនយល់ច្រឡំធំហើយសម្រាប់អ្នកដែលប្រើ iPhone ការពិតនៅពេលដែលទូរស័ព្ទរបស់បងប្អូនសាកបានត្រឹមតែ80%វាគឺជារឿងដែលល្អបំផុតហើយនេះក៏ជាមុខងារមួយដែរដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលទៅក្នុងទូរស័ព្ទ iPhone របស់ខ្លួនអញ្ចឹងនៅពេលដែលបងប្អូនមានចម្ងល់តាក់ទងនឹងហេតុអីបានទូរស័ព្ទសាកបានត្រឹមតែ80%នៅពេលដែលទិញយកទៅប្រើអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកស្រាយចម្ងល់នេះតែម្ដងនៅពេលដែលបងប្អូនសាកបាន100%អញ្ចឹងវត្តនៃការសាកគឺគេរាប់ថាយើងសាកបានម្ដងហើយនៅពេលដែលបងប្អូនសាក100%លើកទី2អញ្ចឹងវត្តនៃការសាកគឺវា record ថាយើងសាកបាន2ដងអញ្ចឹងនៅពេលដែលបងប្អូនសាកបាន100%ច្រើនដងជារៀងរាល់ថ្ងៃមួយខែមួយឆ្នាំ2ឆ្នាំនោះវានឹងឆាប់ដល់អាយុកាលនៃថ្មអញ្ចឹងបានន័យថា iPhone គឺគេធ្វើមកគឺគេមានអាយុកាលរបស់គេច្បាស់លាស់នៅពេលដែលបងប្អូនសាកគ្រប់ចំនួនដងឧបមាឧទាហរណ៍ថា1000ដងឬក៏2000ដងអញ្ចឹងថ្មហ្នឹងគឺវាខូចគុណភាពអូតូម៉ាទិកតែម្ដងហើយនៅពេលដែលបងប្អូនសាកបានត្រឹមតែ80%គឺបានន័យថាបងប្អូនកំពុងតែបើកមុខងារពិសេសមួយគឺមុខងារ optimize battery charging គឺបានន័យថាមុខងារសាកថ្មឆ្លាតវៃដោយកំណត់ឲ្យថ្មនៅគាំងត្រឹមតែ80%តែប៉ុណ្ណោះហើយមុខងារនេះដែរគឺមាន2ទី1យើងបិទឲ្យវាសាកត្រឹមតែ80%រហូតតែម្ដងទី2គឺវាសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់របស់យើងបងប្អូនដែលសម្គាល់ឃើញអត់មានថ្ងៃខ្លះបងប្អូនសាកទៅគឺបានត្រឹមតែ80%ទេហើយថ្ងៃខ្លះទៀតបងប្អូនដោតចោលមកយប់ពេញវាអាចឡើងបាន100%ពេញហេតុអីបើសិនជាយើងបានបើកមុខងារនេះហើយនោះគឺអាស្រ័យទៅលើប្រព័ន្ធទូរស័ព្ទរបស់យើងគឺវាសិក្សាពីទម្លាប់នៃការសាករបស់យើងបានន័យថាយើងតែងតែសាកចោលពីក្បាលប្រឡប់រហូតទៅដល់ព្រឹកអញ្ចឹងវាសិក្សាថាយើងដកនៅម៉ោងប្រហែលម៉ោង7ព្រឹកឬក៏ម៉ោង8ព្រឹកអញ្ចឹងក្នុងរយៈពេលពីក្បាលប្រឡប់រហូតទៅដល់ជិតភ្លឺគឺវាផ្ដាច់មិនឲ្យយើងសាកចូលបាន100%ពេញទេលើកលែងតែចិត្តដល់ពេលដែលបងប្អូនត្រូវដកឧបមាថាបងប្អូនតែងតែដកនៅម៉ោង7ព្រឹកនោះនៅពេលដែលដល់ម៉ោង6:30នាទីឬក៏40នាទីវានឹងបើកមុខងារនឹងឲ្យសាកបាន100%ពេញតែម្ដងនេះគឺជាចំណុចមួយដែលជាភាពឆ្លាតវៃរបស់ iPhone ដែលក្រុមហ៊ុនគេធ្វើមកអញ្ចឹងសូមបងប្អូនឈប់យល់ច្រឡំទៀតទៅហើយមុខងារនេះគឺដោយសារតែទូរស័ព្ទ iPhone របស់យើងបងប្អូនគឺគេប្រើជាប្រភេទថ្មលីជូមថ្មលីជូមហ្នឹងគឺវាអត់អាចទ្រាំទ្រនៅការសាកយូរពេញ100%បានទេកាលណាដែលបងប្អូនសាក100%ពេញដោតចោលមកយប់ពេញនោះថ្មបងប្អូនទាំងអស់គ្នាកំពុងតែធ្វើការងារធ្ងន់តែម្ដងដោយបងប្អូនផ្លុំពេតប៉ោងឲ្យវាតឹងហើយបងប្អូនទុកវាឲ្យយូរអញ្ចឹងដូចគ្នាហើយថ្ម iPhone ណាតាមបទពិសោធន៍ខ្ញុំដែលជាអ្នកលក់ផងជាជាងផ្លាស់ប្ដូរជួសជុលដូរថ្មអីផងគឺខ្ញុំសង្កេតឃើញពីរចំណុចដែលធ្វើឲ្យទូរស័ព្ទ iPhone របស់បងប្អូនទាំងអស់គ្នាហ្នឹងឆាប់ខូចថ្មទី1បងប្អូនប្រើឲ្យអស់ថ្មរលីងតែម្ដងឬក៏ស្ថិតនៅក្រោម10% 20%និយាយរួមទៅឡើងពណ៌ក្រហមហើយគឺយើងនៅតែបន្តប្រើអានេះគឺជារឿងទី1ដែលធ្វើឲ្យទូរស័ព្ទ iPhone បងប្អូនទាំងអស់គ្នាឆាប់ខូចថ្មហើយទី2នោះគឺជាការសាកឡើងពេញ 100% ជាញឹកញាប់នឹងឯងបងប្អូន iPhone គឺប្រព័ន្ធសាកថ្មខុសពីទូរស័ព្ទAndroid ផ្សេងដទៃដែលបងប្អូនគិតថាខ្ញុំធ្លាប់ប្រើនេះទៅសាកបាន 100% ពេញអត់អីប៉ុន្តែការពិតបងប្អូនអត់ដឹងតែលទ្ធផលរយៈពេលខ្លីទេបងប្អូនប្រើ1ឆ្នាំ2ឆ្នាំបងប្អូនគិតថាវាអត់អីប៉ុន្តែការពិតថ្មគេអាចប្រើលើសនឹងបានទៀតបើសិនជាយើងប្រើនៅក្នុងរបៀបមួយដែលត្រឹមត្រូវឧទាហរណ៍ថាបងប្អូនប្រើសាកពេញ 100% បងប្អូនអាចប្រើបាន2ឆ្នាំឬក៏3ឆ្នាំប៉ុន្តែបើសិនជាបងប្អូនបើកមុខងារ optimize battery charging ហ្នឹងគឺបងប្អូនអាចប្រើលើសនឹងអាច4ឆ្នាំឬក៏5ឆ្នាំអីទៀតក៏ថាបានដែរអាស្រ័យទៅលើទម្លាប់នៃការប្រើជាក់ស្ដែងអញ្ចឹងតើតើនឹងបញ្ហាដែលបងប្អូនឆ្ងល់ថាហេតុអី iPhone បងប្អូនទាំងអស់គ្នា
សាកបានត្រឹមតែ 80% អញ្ចឹងខ្ញុំស្រាយបញ្ជាក់ប្រាប់បងប្អូនប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយលែងមានចម្ងល់ឆ្ងល់ពីបញ្ហាហ្នឹងទៀតហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងបើសិនជាចូលចិត្តវីដេអូប្រភេទនេះកុំភ្លេចចុច follow ហើយ like share ដើម្បីចែករំលែកទៅអ្នកដទៃឲ្យគាត់បានដឹងផងហើយចំណែកបងប្អូនដែលនៅក្នុង YouTube កុំភ្លេចចុច subscribe និងដាក់រូបបណ្ដឹងដើម្បីទទួលបានវីដេអូនេះលឿនមុនគេហើយកុំភ្លេចចុច like ដើម្បីលើកទឹកចិត្តក្នុងការផលិតវីដេអូនេះម្នាក់មួយផងហើយបើសិនជាមានចម្ងល់អីផ្សេងៗទាក់ទងទៅនឹងទូរស័ព្ទបងប្អូនអាច comment នៅខាងក្រោមខ្ញុំនឹងធ្វើវីដេអូបកស្រាយបន្តទៀតអរគុណជម្រាបលា